តាមពិតតែតងជាមួយនឹងការកំណត់គោលដៅបើសិនជាយើងនិយាយទៅវាអត់ពិបាកអីបើសិនជាបងប្អូនទាំងអស់គ្នាដឹងពី5របៀបនេះណាមិនថាគោលដៅរយៈពេលតូចគោលដៅរយៈពេលមធ្យមឬក៏គោលដៅរយៈពេលធំនោះទេអញ្ចឹងមកស្រាប់ទាំងអស់គ្នាថាតើមាន5 technique ហ្នឹងអីគេខ្លះរបៀបនៅក្នុងការកំណត់គោលដៅទី1នោះគឺបងប្អូនទាំងអស់គ្នាត្រូវកំណត់នៅអ្វីដែលខ្លួនឯងចង់បានហ្នឹងធ្វើយ៉ាងណាឲ្យជាក់លាក់ឲ្យច្បាស់លាស់ហើយអីដែលសំខាន់ពាក់ព័ន្ធជាមួយនឹងពាក្យថាជាក់លាក់ពាក្យថាច្បាស់លាស់នៅកន្លែងនេះគឺចង់បានន័យថាតើបងប្អូនទាំងអស់គ្នាចង់ទៅកន្លែងណាឬក៏ចង់ធ្វើអីហ្នឹងយ៉ាងម៉េចឧទាហរណ៍បើសិនជាបងប្អូនទាំងអស់គ្នាកំណត់ថាឆ្នាំ2025នេះត្រូវតែលេងប្រទេសគេឲ្យបានអញ្ចឹងសួរថាតើប្រទេសគេហ្នឹងប្រទេសណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យវាមានលក្ខណៈជាក់លាក់និងច្បាស់លាស់ត្រូវកំណត់ឈ្មោះប្រទេសឧទាហរណ៍ប្រទេសថៃជាក់លាក់បន្តិចណាបើសិនជាបងប្អូនទាំងអស់គ្នាអាចកំណត់បានថាខេត្តណាមួយនៅក្នុងប្រទេសថៃឬក៏ទីក្រុងអីចឹងទៅលេងប្រទេសថៃគឺទៅលេងទីក្រុងបាងកកហើយបើសិនជាបងប្អូនទាំងអស់គ្នាអាចកំណត់បានថាតើទីក្រុងបាងកកហ្នឹងបងប្អូនទាំងអស់គ្នាទៅលេងរមណីយដ្ឋានមួយណាតំបន់ទេសចរមួយណាឬក៏កន្លែងណាបើសិនជាបងប្អូនទាំងអស់គ្នាកំណត់បានទៀតកាន់តែជាក់លាក់កាន់តែច្បាស់លាស់គោលដៅរបស់បងប្អូនទាំងអស់គ្នាកាន់តែងាយទៅដល់ទី2រាល់ពេលដែលបងប្អូនទាំងអស់គ្នាកំណត់គោលដៅបងប្អូនទាំងអស់គ្នាត្រូវមានរបៀបនៅក្នុងការវាស់វែងអ្វីដែលខ្លួនឯងធ្វើនឹងឲ្យបានន័យថាបើសិនជាបងប្អូនទាំងអស់គ្នាកំណត់ថាធ្វើអីមួយទាល់តែមានអាចនិយាយបានថាមានឧបករណ៍ឬក៏មានរបៀបនៅក្នុងការវាស់ឥឡូវខ្ញុំឧទាហរណ៍ឲ្យងាយស្រួលតាក់ទងជាមួយនឹងរឿង fasting របស់ខ្ញុំពីព្រោះហ្នឹងវាងាយស្រួលវាស់មែនតើព្រោះយើងវាស់ដោយសារតែគីឡូរបស់យើងអញ្ចឹងរបស់យើងអញ្ចឹងយើងប្រើអញ្ចឹងនៅក្នុងការវាស់អញ្ចឹងឧទាហរណ៍ដូចជាកាលមុនខ្ញុំ69គីឡូហើយខ្ញុំចង់ឲ្យខ្លួនឯងនៅត្រឹមតែ62គីឡូអញ្ចឹងនៅពេលដែលខ្ញុំធ្វើ fasting រយៈពេលមួយអាទិត្យមួយខែហ្នឹងខ្ញុំអាចវាស់ស្ទង់បានថាតើខ្ញុំចុះគីឡូអត់អញ្ចឹងចំណុចទី2គឺចង់និយាយអំពីការស្វែងរកឧបករណ៍ឬក៏របៀបនៅក្នុងការវាស់វែងដើម្បីឲ្យបងប្អូនទាំងអស់គ្នាដឹងបានថាពីមួយថ្ងៃទៅមួយថ្ងៃដែលបងប្អូនទាំងអស់គ្នាកំពុងតែអនុវត្តហ្នឹងពីមួយខែទៅមួយខែដែលបងប្អូនទាំងអស់គ្នាកំពុងតែធ្វើហ្នឹងថាតើបងប្អូនទាំងអស់គ្នាទទួលបានលទ្ធផលកម្រិតណាតិចក៏ដោយច្រើនក៏ដោយតែយ៉ាងហោចមានរបៀបនៅក្នុងការវាស់ទើបយើងអាចធ្វើទៅបានជោគជ័យទី3ការកំណត់គោលដៅទាមទារឲ្យបងប្អូនទាំងអស់គ្នាដឹងឲ្យច្បាស់ថាតើនៅពេលដែលខ្លួនឯងកំណត់ហ្នឹងខ្លួនឯងអាចធ្វើវាបានអត់ព្រោះនៅពេលដែលយើងកំណត់លើសលប់បានន័យថាកំណត់លើសពីលទ្ធភាពលើសពីសមត្ថភាពដែលខ្លួនឯងធ្វើបានវាគឺជារឿងមួយដែលពិបាកនៅក្នុងការធ្វើរឿងហ្នឹងមែនតើអញ្ចឹងឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាចង់សម្រក់គីឡូបងប្អូនទាំងអស់គ្នាវាប់ឡើង10គីឡូ20គីឡូ30គីឡូឬបើមិនអញ្ចឹងទេបងប្អូនទាំងអស់គ្នាចាប់ដើមសន្សំលុយវាប់ឡើងបងប្អូនលេងសំសើ1លានដុល្លារអីចឹងវាទៅអត់រួចទេអញ្ចឹងបានន័យថាការកំណត់គោលដៅចំណុចទី3ទាមទារបងប្អូនទាំងអស់គ្នាដឹងពីខ្លួនឯងសិនថាតើខ្លួនឯងមានលទ្ធភាពមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការធ្វើឬក៏អត់ក្នុងរយៈពេលប៉ុណ្ណឹងព្រោះបើសិនជាកំណត់ធំពេកលើសពេកធ្វើអត់បានយូរទៅវាទៅជារឿងមួយដែលយើងគិតថាលើកណាក៏មិនដែលបានជោគជ័យយូរឈប់ធ្វើបណ្ដោយអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវព្យាករឲ្យបានច្បាស់លាស់ថាតើគោលដៅដែលខ្លួនឯងកំណត់ហ្នឹងអាចសម្រេចទៅបានឬក៏អត់ចំណែកទី4បងប្អូនត្រូវដឹងថាការកំណត់គោលដៅវាមានការបដិកាឡាគ្នាជាមួយនឹងផ្នែកផ្សេងអញ្ចឹងចំណុចទី4គឺជាចំណុចមួយដែលបងប្អូនទាំងអស់គ្នាត្រូវមើលថាតើគោលដៅរបស់បងប្អូនមានជាប់ពាក់ព័ន្ធឬក៏រាំងស្ទះឬក៏បាំងអាគោលដៅណាផ្សេងអត់ឬក៏សកម្មភាពណាផ្សេងអត់បើនិយាយងាយស្រួលយល់ទៅចំណុចទី4ហ្នឹងចង់និយាយបានន័យថាតើគោលដៅរបស់បងប្អូនទាំងអស់គ្នាដើរស្របជាមួយនឹងស្ថានភាពជាក់ស្ដែងឬក៏អត់ឧទាហរណ៍បងប្អូនទាំងអស់គ្នាកំណត់ថាត្រូវស្រកគីឡូតែជាក់ស្ដែងខ្លួនឯងកំពុងតែឈឺតើសម្រកគីឡូមិនកើតព្រោះនៅពេលដែលកំពុងតែឈឺយើងត្រូវញ៉ាំអាហារណាដែលបំពន់សុខភាពឬក៏អីចឹងណាឬក៏ត្រូវស្ដាប់គ្រូពេទ្យថាឲ្យញ៉ាំអីឬក៏មិនញ៉ាំអីចឹងពេលវេលាហ្នឹងវាមិនមែនជាពេលវេលាដែលត្រូវសម្រកគីឡូឬក៏ត្រូវតឡើងគីឡូទេចឹងវាគឺជារឿងមួយដែលចង់ឲ្យបងប្អូនទាំងអស់គ្នាពិចារណាកន្លែងហ្នឹងចឹងចំណុចទី4បានន័យថាគោលដៅមួយដែលទទួលបាននូវជោគជ័យលុះត្រាតែគោលដៅនោះដើរស្របជាមួយនឹងស្ថានភាពមិនមែនដើរប្រច្រាស់មួយស្ថានភាពទេបានន័យថាពេលដែលបងប្អូនកំណត់រឿងហ្នឹងស្ថានភាពជាក់ស្ដែងដែលបងប្អូនកំពុងតែធ្វើมันមានអ្វីមួយដែលរាំងស្ទះឬក៏មកខាំងឬក៏មកបិទឲ្យរឿងនោះអត់កើតនោះទេ
នឹងជាចុងក្រោយទី5តើតើមួយការកំណត់គោលដៅទាមទារបងប្អូនទាំងអស់គ្នាកំណត់នៅពេលវេលាឲ្យបានច្បាស់លាស់មិនថារយៈពេលខ្លីមធ្យមឬក៏វែងទេតែយ៉ាងណាមិញបងប្អូនទាំងអស់គ្នាត្រូវតែកំណត់ពេលចាប់ផ្ដើមហើយនិងពេលបញ្ចប់ព្រោះមែនតើបើសិនជាបងប្អូនទាំងអស់គ្នាអត់កំណត់ពេលចាប់ផ្ដើមហើយពេលបញ្ចប់វាអត់ដឹងថាតើមែនតើគោលដៅនឹងយើងទទួលបានឬក៏អត់ឧទាហរណ៍ដូចជាខ្ញុំអញ្ចឹងពេលដែលខ្ញុំ fasting ខ្ញុំកំណត់ចាប់ផ្ដើមថ្ងៃនេះហើយនឹងបញ្ចប់ថ្ងៃនេះអញ្ចឹងតើគោលដៅបានឬក៏អត់អញ្ចឹងនៅពេលដែលយើងកំណត់ច្បាស់លាស់ជាមួយនឹងថ្ងៃចាប់ផ្ដើមនិងថ្ងៃបញ្ចប់ធ្វើឲ្យយើងដឹងច្បាស់ថាតើមែនតើយើងទទួលបានអត់ហើយបើសិនជាអត់ទទួលបានយើងគួរតែបន្ថែមរយៈពេលប៉ុណ្ណាទៀតឬក៏ពេលដែលយើងកំណត់នឹងវាខុសប្រក្រតីរឿងអីអញ្ចឹងយើងអាចកែប្រែបានហើយកំណត់គោលដៅជាថ្មីសម្រាប់ឆ្នាំបន្តទៀតទៅអញ្ចឹងតើតើជាមួយនឹងការកំណត់គោលដៅអត់មានអីពិបាកទេបើសិនជាបងប្អូនទាំងអស់គ្នាធ្វើតាម5របៀបដែលខ្ញុំបង្ហាញនេះអរគុណខ្ញុំរីករាយដែលបានធ្វើការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងបុព្វហេតុអប់រំនិងយុវជន